ម៉ាស៊ីនសាប់ម៉ាក់ចែកនេះជាតាប់ឡូម៉ាក់ចែកហើយនេះជាលេខម៉ូដែលម៉ាក់ចែករបៀបសារ៉េជើងទាឆ្វេងស្ដាំមុខក្រោយចុចសញ្ញាចង្អុលម្រាមដៃលើជើងទាដើម្បីតេស្តជើងទាមើលសិនបន្ទាប់មកចេញបែបនឹងជាន់ឈ្នាន់ខាងក្រោមមួយដើម្បីឲ្យជើងទាធ្លាក់បន្ទាប់មកចុចលេខដកឬលេខបូកសញ្ញាជើងទាចុចមួយឬចុចឲ្យជាប់ក៏បានដែរសំខាន់យើងមើលជើងទាមកជុលនិងរុនសន្ទះចានតើវាត្រឹមត្រូវដែរឬទេអញ្ចឹងយើងតេស្តមើលឃើញថាជើងទាគ្របចិត្តសន្ទះចានមកជុលបុកជើងទាកាលណាបើយើងសាប់ទៅវានឹងបាក់មកជុលអញ្ចឹងជើងទាមកជុលនិងរុនសន្ទះចានគឺវាមិនត្រឹមត្រូវទេអញ្ចឹងចុចសញ្ញាជើងទាលើគេមួយមកដើម្បីឲ្យជើងទាលើកបន្ទាប់មកសារ៉េជើងទាឆ្វេងស្ដាំមកក្រោយក្នុងប្រូក្រាមវិញម្ដងចុចរូបក្បាលម៉ាស៊ីនឲ្យភ្លើងពណ៌ក្រហមលោតនៅលើតាប់ឡូបែបហ្នឹងបន្ទាប់មកចុចប៊ូតុងនឹងឲ្យជាប់ឲ្យប្រូក្រាមលោតនៅលើតាប់ឡូទាំងអស់បន្ទាប់មកចុចប៊ូតុងលេខបូកចេញប្រូក្រាមបែបនេះចុចប៊ូតុងនឹងមួយមកចេញប្រូក្រាម XY អញ្ចឹងចុចប៊ូតុងនេះមួយមកដើម្បីឲ្យជើងទាដំណើរការព្រួញខាងក្រោមឬខាងលើសារ៉េជើងទាមកក្រោយចុចព្រួញខាងលើមួយឬឲ្យជាប់ក៏បានដែរសំខាន់យើងមើលជើងទាយើងទាញធ្វើយ៉ាងម៉េចឲ្យជើងទានឹងរុនសន្ទះចានសម្បុកចំពាក់កណ្ដាលជើងទាបែបហ្នឹងគិតថាត្រឹមត្រូវហើយរបៀបសែវចុច Enter សញ្ញាព្រួញដើម្បីសែវឲ្យជាប់ព្រួញខាងឆ្ដាំឬខាងឆ្វេងសារ៉េជើងទាឆ្វេងឆ្ដាំអញ្ចឹងខ្ញុំចុចព្រួញខាងឆ្ដាំសារ៉េទាញជើងទាធ្វើម៉េចឲ្យជើងទារត់ចំពាក់កណ្ដាលរុនសន្ទះចានសម្បុកបែបហ្នឹងគិតថាត្រឹមត្រូវហើយរបៀបសែវចុច Enter សញ្ញាព្រួញដើម្បីសែវឲ្យជាប់បន្ទាប់មកចុចខ្វែងខាងលើចុចប៊ូតុងនឹងមួយចុចរូបក្បាលម៉ាស៊ីនដើម្បីឲ្យម៉ាស៊ីនដំណើរការចុចលើរូបជើងទាដើម្បីតេស្តជើងទាមើលសិនបន្ទាប់មកជាន់ឈ្នាន់ខាងក្រោមឲ្យជើងទាធ្លាក់រួចចុចលេខបូកឬលេខដកជើងទាដើម្បីតេស្តមើលទាំងអស់គ្នាអញ្ចឹងជើងទាអត់គ្របចិត្តរុនសន្ទះចានទៀតទេហើយមកជុលក៏អត់បុកនឹងជើងទាដែរអញ្ចឹងខ្ញុំបង្វិលដងមកជុលចុះក្រោមឲ្យបងប្អូនមើលគឺមកជុលអត់បុកនឹងជើងទាទៀតទេខ្ញុំចុចតេស្តមួយជុំឲ្យបងប្អូនមើលម្ដងទៀតមកជុលជើងទានិងរុនសន្ទះចានគឺត្រឹមត្រូវហើយមកជុលអត់រត់បុកជើងទាទៀតទេហើយជើងទាក៏អត់គ្របនឹងរុនសន្ទះចានទៀតដែរបន្ទាប់មកបងវាយទៅតាប់ឡូយើងវិញចុចរូបជើងទានឹងមួយដើម្បីឲ្យជើងទាលើកជាន់ឈ្នាន់ខាងក្រោមឲ្យជើងទាធ្លាក់ជាន់មួយទៀតឲ្យម៉ាស៊ីនដំណើរការអញ្ចឹងនេះហើយគឺជារបៀបសារ៉េជើងទាឆ្វេងស្ដាំមកក្រោយក្នុងប្រូក្រាមសូមអរគុណ